គូទី1ទឹកទី2បាទកីឡាករបង្គោលក្រហមហ្នឹងគឺឈ្មោះចាំងង៉ៃបាទហើយកីឡាករបង្គោលខៀវហ្នឹងគឺឈ្មោះសុយគោអាយ៉ាឌឺបាទកីឡាករបង្គោលយ៉ាក្រហមនេះក៏ឌឺណាស់ដែរបាទយ៉ាបើគឺថាស្ទុំស្ទៀកនេះយ៉ាស្ដាំរបស់ក្រហមខៀវសងឆ្វេងញអាយ៉ាឌឺទៀតទៅហើយបាទនឹងជាយ៉ាងណាទេចាំមើលតទៅទៀតបាទបងប្អូនខៅស្ដាំរបស់កីឡាករបង្គោលក្រហមញាក់ឆ្វេងខៅស្ដាំខៅឆ្វេងបាទអូយ៉ាបាទចាអូចលោស្ដាំម៉ាត់ឆ្វេងកែងអូបួនកែងផ្ទួនរបស់កីឡាករបង្គោលក្រហមបាទគឺឈ្មោះចាំងង៉ៃបាទអូចលោស្ដាំចលោឆ្វេងបាទបញ្ញាក់លេចញាក់កើតបាទគឺកីឡាករនេះអត់លេងជើងទេបាទវាយបាទគឺវាយសកលបាទយ៉ាអូប៉ាំងបាទអូបែកក្រៅអូបាទឃុំជាប់របស់កីឡាករបង្គោលខៀវឈ្មោះសុយគោបាទអូញាក់ឆ្វេងអូស្ដាំឆ្វេងអូរត់ទៅហើយបាទអូមើលទៅគឺថាក្បាច់ម៉ាយចៃឲ្យបាទកីឡាករបង្គោលក្រហមគាត់ថានៅមិនបានទេអ្នកម្ដាអើយធ្ងន់ណាស់បាទអូច្បាស់ចូលឆ្វេងបាទឆ្វេងរបស់កីឡាករបង្គោលខៀវលូកឆ្វេងបាទអូយ៉ាឆ្វេងបាទស្ដាំរបស់កីឡាករបង្គោលអូចង់ដួលបាទផ្ងាកក្រោយបាទដោយសារតែភ្លេចទឹកចំហបាទស្ដាំរបស់កីឡាករបង្គោលក្រហមគូគីញាក់ចូលឆ្វេងមួយបាទអូស្ដាំមួយរបស់កីឡាករបង្គោលខៀវបាទដោយកីឡាករសុយគោបាទឥឡូវសុយគោដាក់ម្ដាយស្ដាំអូម្ដាយស្ដាំរបស់សុយគោហើយបាទងាកឆ្វេងកែងអូខុសស្ដាំបាទអូមិនគួរជឿបាទបងប្អូនទាំងអស់គ្នាបាទកីឡាករនេះគឺទៅតែប្រកួតបានលើក្រហមបានជា2ដងទេបាទខៀវនោះគឺបានត្រឹមតែ3ដងទេបាទអូចប់ទឹកទី1